រឿងទុំទាវអ្នកនិពន្ធភិក្ខុសោមប្រភេទអក្សរសិល្ប៍ទំនើបប្រឡោមលោកមនោសញ្ចេតនាចលនាខេមរនិយមឥទ្ធិពលព្រះពុទ្ធសាសនាសង្គមបរិយាកាសក្នុងសម័យលង្វែកការកំណត់តែង1915ក្នុងរជ្ជកាលសិទ្ធិចរស៊ីសវ័តទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគមស្មូតផ្លុំប៉ីនិងធ្វើតោកលក់ដោយឡែកទុំមានរូបរាងស្អាតនិងមានសម្លេងពីរោះថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនឹងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំទុំបានស្មូតយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្ដាប់នាងណូជាភីលៀងរបស់នាងទាវឃើញទុំស្អាតសម្លេងពីរោះក៏គួរចិត្តសន្ហាតែដោយឋានៈទួចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវដឹងដំណឹងនេះក៏អង្វរម្ដាយឲ្យទៅនិមន្តនាងទុំមកស្មូតនៅផ្ទះរបស់ខ្លួនទុំស្មូតយ៉ាងពីរោះទាវក៏ចាប់ចិត្តស្រឡាញ់ក៏រៀបចំผ้าห่មដន្លាប់បារីស្លាមលូឲ្យនាងនៅយកទៅប្រគេនទុំហើយប្រាថ្នាផ្សងឲ្យបានជួបទុំឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរមកដល់វត្តវិញទុំរិះរកឧបាយកលសុំលោកគ្រូសឹកលោកគ្រូពុំព្រមព្រោះការទូស្ទាយឃើញថាជើងលេខមិនល្អពៀនលើស្លាប់ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្វរកលោកគ្រូតែពុំបានសម្រេចទុំដាច់ចិត្តលួចសឹកម្នាក់ឯងហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញជួនជាពេលនោះម្ដាយទាវមិននៅទុំក៏ឡើងលើផ្ទះហើយលួចរួមរយៈជាមួយទាវនាពេលនោះទៅក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានជួលដណ្ដឹងនាងទាវឲ្យមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវសាដាច់រាមាដែលសោយរាជ្យនៅក្នុងក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូតយ៉ាងពីរោះដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯកក៏ជ្រើសរើសរកស្រីស្អាតប៉ះជំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំងលុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខសាដាច់ទុំច្រៀងរៀបរាប់សពគ្រប់ធ្វើឲ្យសាដាច់រៀបការឲ្យទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅការនេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញហើយរិះរកឧបាយកលខ្លែងសម្បត្តិប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់បានដំណឹងភ្លាមទាវក៏មកមើលម្ដាយដល់ផ្ទះត្រូវម្ដាយចាប់បង្ខំឲ្យរៀបការជាមួយមើលងួនទាវអស់សង្ឃឹមក៏សរសេរសម្បត្តិឲ្យទុំបានដឹងពេលនោះសាដាច់ក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីឃាត់អរជូនមកដល់ផ្ទះទាវទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹងប្រគៀកប្រអប់នាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវខឹងក៏បញ្យុះអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាលដឹងថាប្តីនាងត្រូវគេសម្លាប់ទាវនិងណូតាមរកទុំអ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅពេជ្រនាំដំណឹងអកុសលនេះទៅទូលសាដាច់ក៏មកកាត់ក្តីដោយចាប់អរជូនមើលងួននិងម្ដាយទាវកប់ទាំងរស់ត្រឹមកហើយយករនាស់រាស់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់គំនិតអប់រំក្នុងរឿងចង់ឆ្លុះបញ្ចាំងរឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរក្រោមរបបសក្តិភូមិនាសម័យលង្វែកនេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូបគឺទុំនិងទាវតាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រងនិងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺការតស៊ូដែលមានលក្ខណៈជាបុគ្គលដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករចំណែកឯមូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនៅទស្សនៈពីរផ្ទុយគ្នាគឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករឬស្នេហាចិត្តនិងចិត្តហើយប្រកាន់ទស្សនៈនីមួយៗដណ្ដើមយកឈ្នះរៀងៗខ្លួនទស្សនៈចំពោះការស្លាប់របស់ទុំស្លាប់បណ្ដាលមកពីមិនស្ដាប់បណ្ដាំគ្រូទុំស្លាប់បណ្ដាលមកពីមិនបង្ហាញរាជសារទុំស្លាប់បណ្ដាលមកពីម្ដាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់ទុំស្លាប់បណ្ដាលមកពីអរជូននិងមើលងួនជាអ្នកសម្លាប់ទុំស្លាប់បណ្ដាលមកពីនាងទាវមិនជួយដាស់តឿនទុំស្លាប់បណ្ដាលមកពីស្ដេចរាមាបណ្ដាលឲ្យទុំយករាជសារទៅខ្លួនឯងទុំស្លាប់ព្រោះស្នេហាទុំស្លាប់បណ្ដាលមកពីរបបសក្តិទុំសម័យលង្វែកតែម្ដងតម្លៃអប់រំពិសេសរបស់រឿងទុំទាវស្ថិតនៅត្រង់ការបញ្ចប់សាច់រឿងដោយឲ្យតួអង្គទុំនិងទាវស្លាប់ជុំវិញការសិក្សាចលនាអក្សរសិល្ប៍រឿងទុំទាវត្រង់សិល្បវិជ្ជាដែលភិក្ខុសោមឲ្យតួអង្គទុំនិងទាវស្លាប់ត្រង់ទីអវសាននៃរឿងថាជាប្រការដែលធ្វើឲ្យរឿងទុំទាវបានទៅជាស្នាដៃអក្សរសិល្ប៍ខ្មែរមួយដ៏មានតម្លៃអប់រំពិសេសរបស់ហេតុផលដំបូងបង្អស់ត្រូវបានគេរកឃើញថាមរណភាពរបស់តួអង្គទុំនិងទាវបានផ្ដល់ឲ្យសាច់រឿងមានតម្លៃអប់រំយុវវ័យខ្មែរដែលជាបព្វជិតឲ្យប្រតិបត្តិខ្លួនបានត្រឹមត្រូវបរិសុទ្ធផូរផង់ចំពោះធម៌អារក្សវិន័យរបស់ព្រះពុទ្ធសាសនា
ដោយគំរាមសូត្រតាមគំរូអាក្រក់របស់នេនទុំព្រោះតែលួចស្រឡាញ់ស្រីទុំបានស្លៀកស្បង់មិនកោសក់ឆ្លុះកញ្ចក់ថ្មិចនេត្រាដោយសារតែសេចក្តីស្នេហាទើបជាប្រការធ្វើឲ្យទុំវង្វេងវង្វាន់ភ័ន្តភាំងស្មារតីគិតអ្វីមិនយល់បែរទៅជាមានធម៌អាស្ម័យមានះរឹងទទឹងចេះមិនស្ដាប់ពាក្យទូន្មានព្រានប្រដៅរបស់លោកគ្រូឧបជាហើយនៅតែបង្ខំសឹកដោយអត្តនោម័តតាមទស្សនៈថាអ្នកកុំខាត់ដោះស្បង់ចោលដោះលែងស្រណោះមរណភាពរបស់ទុំនិងទាវក៏នៅមានតម្លៃអប់រំពិសេសមួយទៀតដោយបានជួយរួមចំណែកក្នុងការអប់រំសង្គមយុវវ័យខ្មែរដែលជាក្រហមឲ្យប្រតិបត្តិខ្លួនបានត្រឹមត្រូវតាមតម្រានៃប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិយើងក្នុងនាមភេទជាក្រហមទុំនិងទាវមានកំហុសមួយដ៏ធ្ងន់ធ្ងរគឺបានប្រព្រឹត្តមិនល្អចំពោះប្រពៃតាមវិធីទុំមុនស្រគៀលរឿងទុំទាវក៏ជារឿងដែលមានតម្លៃអប់រំពិសេសមួយទៀតគឺបានជួយដាស់រំលឹកមាតាបិតាខ្មែរគ្រប់ជំនាន់ឲ្យមើលឃើញពីវិបត្តិដែលជាផលវិបាកនិងអាក្រក់ដែលបង្កឡើងដោយសារតែម៉ែឪបង្ខិតបង្ខំកូនឲ្យជ្រើសរើសគូស្រករតាមតែគំនិតអត្តនោម័តរបស់ឪពុកម្ដាយដោយពុំផ្ដល់សិទ្ធិស្វ័យសម្រេចដល់កូនប្រុសកូនស្រីសូម្បីតែបន្តិចសោះឡើយនេះគឺជាការទុកដាក់កូនចៅឲ្យមានគូស្រករតាមបែបទស្សនៈអភិរក្សនិយមនំមិនធំជាងនាលម្ដាយនាងទាវព្រោះតែធ្វើតាមគំនិតបុរាណនេះហើយទើបទីបំផុតទៅក៏ត្រូវធ្លាក់ទៅក្នុងវិបដិសារីដ៏ធ្ងន់ធ្ងរព្រោះនាងទាវកូនរបស់គាត់បានធ្វើអត្តឃាតតាមខ្មោចទុំបាត់ទៅហើយក្រៅពីករណីខាងលើនេះរឿងទុំទាវក៏បានរួមចំណែកក្នុងការជួយដាស់រំលឹកមន្ត្រីអ្នកមានឋានៈខ្ពស់យុះកាត់ធំដោយអជូនដែលជាសាដាច់ក្រាញ់នៅខេត្តប្រើអំណាចបំពានមកលើរាស្ត្រតូចតាចដោយសារតែអជូនបានប្រព្រឹត្តខ្លួនខុសមកលើរាស្ត្រស្លូតត្រង់ដោយប្រើដៃជើងឲ្យសម្លាប់ទុំបំបិតមាត់នោះហើយបានជាអជូនគ្រួសារញាតិកាទាំង7សន្តានត្រូវជាប់ទោសស្ងោរទាំងរស់ដោយទុកឲ្យផ្លែភ្លេចលិចរលួយដូចនេះជាសរុបមកការស្លាប់របស់ទុំនិងទាវមានតម្លៃអប់រំពិសេស4គឺអប់រំយុវជនខ្មែរនិងបុព្វជិតដាស់រំលឹកឪពុកម្ដាយខ្មែរជុំវិញបញ្ហាការទុកដាក់កូនចៅឲ្យមានគូស្រករនិងអប់រំមន្ត្រីឲ្យសាងម្លប់ដ៏ត្រជាក់សម្រាប់ឲ្យរាស្ត្របានជ្រកយោងតាមសម្រាយបំភ្លឺរួចមកនេះអាចឲ្យយើងយល់ពីទស្សនៈលើកឡើងរបស់ប្រធានថាជាការយល់ឃើញមួយដែលត្រឹមត្រូវនិងសមស្របទាំងស្រុងទៅនឹងការពិតមួយអាស្រ័យហេតុនេះរឿងទុំទាវមានតម្លៃអប់រំពិសេសបែបនេះហើយទើបដំណើររឿងបានបញ្ចូលមកក្នុងកម្មវិធីសិក្សានៅគ្រប់តែជំនាន់សូមជួយចុច follow page ដើម្បីទទួលរឿងថ្មីៗឬ comment ចំណងជើងរឿងដែលអ្នកទាំងអស់គ្នាចង់សន្តាប់កម្សាន្តយើងខ្ញុំនឹងព្យាយាមស្វែងរកមកផ្សាយជូនហើយក៏សូមអធ្យាស្រ័យបើមានកំហុសឆ្គងនៅការស្រាវជ្រាវឯកសារយកមកបកស្រាយខ្វះចន្លោះឬខុសឆ្គងដោយអចេតនាណាមួយសូមអភ័យទោសទុកជាមុនគ្រាន់តែចង់ចែករំលែកចំណេះដឹងនិងការកម្សាន្តប៉ុណ្ណោះអំណាចគឺអំណាចអានច្រើនចម្រើនបញ្ញាអរគុណជួបគ្នាវីដេអូក្រោយៗទៀត